ចាជំរាបសួរពុកម៉ែបងប្អូនយ៉ាងនេះមកបង្ហាញពីរបៀបបុកញោចានេះហើយខ្ញុំកំពុងតែមកបេះញោចាញោជាទូទៅយើងបុកយើងយកញោចាស់បានបុកទៅឆ្ងាញ់នេះហើយញោនេះអត់សូវដបោផ្លែមកនេះដោយសារតែវាទុំទៅវាជ្រុះអស់ដល់ពេលហើយផ្លែរីកមួយទេហើយខ្ញុំកំពុងតែមកបេះហើយយកអាចាស់ចាហើយផ្លែនិយាយទៅញោមានយើងយកមកបុកជាមួយនឹងត្រួយអំពិលចាបុកជាមួយត្រួយអំពិលมันឆ្ងាញ់នេះគ្រឿងផ្សំរបស់វាមានម្ទេសខ្ទឹមប្រហុកហើយត្រួយអំពិលចានេះឲ្យកំពុងតែយកញោមកច្រាមហើយយើងបុកញោគឺយើងច្រាមញោបែបនេះដើម្បីយើងបុកទៅវាចូលជាតិឆ្ងាញ់ចាយើងអត់អាចយកវាទៅសាប់ឬក៏យកទៅកោសអីបានទេញោគឺយើងច្រាមបែបនេះដើម្បីបុកទៅវាចូលជាតិអញ្ចឹងណាហើយគឺថាត្រួយញោក៏ជំនួយសុខភាពដែរអ្នកខ្លះគេអត់បុកអញ្ចឹងគេយកអាចាស់អញ្ចឹងគេយកមកញ៉ាំហ្មងហើយមួយទៀតគេបេះយកទៅត្រាំទឹកឃ្មុំគេដាក់ញោចាស់ហ្នឹងទៅគេដាក់ជាមួយនឹងទឹកឃ្មុំត្រាំចោលថាជាកន្លះខែទៅគេយកអាទឹកហ្នឹងយកមកញ៉ាំអញ្ចឹងណាគេថាជំនួយសុខភាពប៉ុន្តែខ្ញុំមិនដឹងថាជំនួយអីគេទេនេះឲ្យកំពុងតែបុកបន្តឲ្យដាក់អំបិលបន្តិចមកដាក់ម្ទេសហើយឲ្យដាក់ខ្ទឹមចាខ្ញុំឲ្យចូលចិត្តខ្ទឹមច្រើនពេលបុកល្ហុងបុកញោឬក៏បុកតសក់អីខ្ញុំចិត្តដាក់ខ្ទឹមរៀងច្រើនព្រោះចូលចិត្តខ្ទឹមចានេះយើងបុកវាឲ្យម៉ត់មកបន្ទាប់មកបានយើងយកអាញោដែលយើងឲ្យច្រាមហ្នឹងដាក់ចូលមកហើយយើងបុកវាច្បល់វាឲ្យចូលជាតិអញ្ចឹងណាហើយទៅយើងដាក់ត្រួយអំពិលយើងដាក់ឲ្យរៀងច្រើនមកពីព្រោះអីបុកញោរសជាតិរបស់វាគឺជូរអែមគឺបានឆ្ងាញ់ចាហើយមួយទៀតគឺប្រហុកក៏អត់អាចខ្វះបានដែរតើទៅមួយនឹងបុកញោនេះតែតួឯកសំខាន់នៅក្នុងបុកញោនេះមានត្រួយអំពិលហើយនឹងប្រហុកហើយនឹងស្ករចារសជាតិវាជូរអែមឆ្ងាញ់និយាយទៅខ្ញុំឲ្យដាក់ស្ករឡង3 4 ស្លាបព្រាចេះតែដាក់ហើយវាចេះតែអត់ផ្អែមមកហើយថែមត្រួយអំពិលហើយថែមស្ករភ្លក់ចោះភ្លក់ឡើងហ្នឹងត្រមតាត្រូវមាត់នេះកំពុងតែដាក់ប្រហុកឲ្យដាក់ប្រហុកចូលហើយបុកវាទៀតឲ្យបុកវាឲ្យចូលជាតិអញ្ចឹងណាដាក់ខ្ញុំដាក់ឲ្យញោវារៀងជ្រុលមានណាឡងហៀថ្វាលក្លែខ្លាក់ពេញហ្នឹងឯងថាដាក់តែមួយល្មមទេតែច្រាមញោទៅដាក់ជាងច្រើនត្បាល់វារៀងទូចនេះមិញដាក់ថែមត្រួយអំពិលព្រោះភ្លក់ទៅវាអត់ជូរអញ្ចឹងទៅក៏ដាក់ថែមទៀតដាក់ស្ករថែមហើយនឹងប៊ីចេងថែមបន្តិចទៀតព្រោះភ្លក់ទៅវាអត់ទាន់មានរសជាតិឆ្ងាញ់ចេះតែថែមបុកច្បល់ចូលគ្នាឲ្យវាកាន់តែមានរសជាតិឲ្យកាន់តែវាចូលជាតិអញ្ចឹងណាចានេះឲ្យខ្ញុំភ្លុកពី3ដងហើយបន្ទាប់មកខ្ញុំភ្លុកឃើញថារសជាតិវាអាចទទួលយកបានហើយឆ្ងាញ់ហើយខ្ញុំក៏កកាយវាដាក់សាតូមកចានេះយកមកញ៉ាំហើយរសជាតិវាចាពិតជាអែមឆ្ងាញ់មែនទែនខ្ញុំចូលចិត្តញ៉ាំបុកញោជាមួយនឹងបាយក្តៅបាយក្តៅនិយាយទៅគឺត្រូវជាតិគ្នាហ្មងគឺឆ្ងាញ់មែនទែនខ្ញុំញ៉ាំអស់ឡងមួយចានណាព្រោះវាឆ្ងាញ់ណាចាពងតកែញាត់ហើយចាវីដេអូមានតែប៉ុណ្្នឹងឯងអរគុណច្រើន